ស្ដីពុកម៉ែបងប្អូនជុំវិញម៉ោងប្រហែលជាមួយខ្ញុំបានឃើញព័ត៌មានលោកណៃណាក់កងវរៈសេនាធំទី1ដែលគាត់មានឆន្ទៈនិងសេចក្តីក្លាហានដែលស្ដាប់ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបរីករាយជាខ្លាំងហើយមានអារម្មណ៍ថាពិតជាអស្ចារ្យខ្លាំងណាស់ដែលគាត់មានសុឆន្ទៈយ៉ាងល្អមានមនសិការមោះមុតស្រឡាញ់ជាតិស្រឡាញ់ទឹកដីហើយហ៊ានបបួលអាមេតបពេលរបស់ថៃបាញ់មួយស្មើខ្ញុំមានសេចក្តីរំភើបរីករាយហើយគេញ៉ាំលក់តែម្ដងបងប្អូនរំភើបខ្លាំងមែនទែនរំភើបទឹកចិត្តហើយហើយក៏មានសេចក្តីសោមនស្សនិងកោតសរសើរនិងសេចក្តីក្លាហានមនសិការយ៉ាងមោះមុតឆន្ទៈយ៉ាងមោះមុតក្នុងការការពារជាតិរបស់លោកណៃណាក់ប្រធានវរៈសេនាធំទី1បាទខ្ញុំសូមបងប្អូនទាំងអស់គ្នាសូមស្ដាប់នៅព័ត៌មាននេះទាំងអស់គ្នាមេបញ្ជាការរងកអនុសេនាធំទី1លោកណៃណាក់បានប្រកាសលើគណនី Facebook គាត់ថាយោងតាមសម្ដីពីរបស់លោកមេបញ្ជាការភូមិភាគ2សៀមបើលោកចង់ច្បាំងខ្លាំងខ្ញុំសូមបាញ់ស្មើជាមួយលោកចោះកុំឲ្យពិបាកស្លាប់កូនទាហាននិងប្រជាជនរបស់លោកច្រើនអ្នកដោយសារតែការច្បាំងរបស់លោកអាការម្នាក់មួយដើមក្របលោកកំណត់មកតែមិនឲ្យលើសពី10ក្របផ្ទៃដី50ម៉ែត្រការចុះក្រោមយកព្រំដីជាបន្ទាត់សម្រាប់បាញ់លោកឈរនៅដីសៀមខ្ញុំឈរនៅដីកម្ពុជាចល័តបាញ់តាមការកំណត់ផ្ទៃដីសម្រាប់ប្រកួតរវាងលោកហើយនិងខ្ញុំជាមេបញ្ជាការរងកអនុសេនាធំទី1បើសិនខ្ញុំស្លាប់លោកអាចធ្វើចម្បាំងបន្តចុះតែបើលោកស្លាប់ខ្ញុំសូមឲ្យនាយទាហានជាន់ខ្ពស់និងពលទាហានរបស់លោកទាំងអស់ស្ដាប់តាមការបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃយកវិធីសាស្ត្រចរចាដោយសន្តិវិធីដើម្បីឲ្យព្រំដែនកម្ពុជាថៃក្លាយជាព្រំដែនសន្តិភាពពីខ្ញុំនាយទាហានណៃណាក់ស្អប់សំគ្រាមតែចូលចិត្តបាញ់ក្បាលអ្នកណាចង់បង្កើតសំគ្រាមដូចជាមេតភូមិភាគ2សៀមបងបន្ទាប់ពីខ្ញុំស្ដាប់ព័ត៌មាននេះហើយខ្ញុំមានក្តីរំភើបហើយពិតជាកោតគោរពសរសើរនៅឆន្ទៈទឹកចិត្តមោះមុតរបស់លោកណៃណាក់កងវរៈអនុសេនាធំទី1របស់ខ្មែរយើងគឺខ្ញុំស្ដាប់ហើយខ្ញុំរំភើបចិត្តគេងអត់លក់តែម្ដងហើយជាចុងក្រោយសូមប្រសិទ្ធិពរជ័យសេរីបង្គោលមហាប្រសើរជូនដល់លោកអនុសេនាធំទី1លោកណៃណាក់សូមលោកសុខភាពល្អនិងមាននឹងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ